មានអ្នកនាងទេពបុព្រឹកសម្ដែងនៅក្នុងកម្មវិធី Round Festival ក៏ក្រើកឆាកនៅម៉ាឡេស៊ីវីដេអូឡើងសម្ដែងនៅប្រទេសម៉ាឡេស៊ីរបស់អ្នកនាងទេពបុព្រឹកកាលពីថ្ងៃទី22ខែមិថុនាឆ្នាំ2025កន្លងទៅនៅក្នុងកម្មវិធី Round Festival បានធ្វើឲ្យមហាជនជាច្រើនរំភើបនិងមានមោទនភាពជាខ្លាំងតាមការឲ្យដឹងនាពេលកន្លងមកនេះគឺជាឆាកដំបូងរបស់តារាចម្រៀងស្រីរូបនេះដែលបានទៅសម្ដែងលើឆាកការប្រគំតន្ត្រីអន្តរជាតិត្បិតថាជាលើកដំបូងក្តីបុព្រឹកមិនធ្វើឲ្យអ្នកគ្រប់គ្រងរបស់ខ្លួនក៏ដូចជាមហាជនមានការខកបំណងចំពោះខ្លួនឡើយដោយការសម្ដែងនេះបុព្រឹកបានច្បិចយកសិល្បៈវប្បធម៌ខ្មែរដ៏ផូរផង់ទៅសម្ដែងរួមគ្នាលើឆាកតន្ត្រីសម័យមួយនេះបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យព្រមទាំងទទួលបានសម្លេងស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងក្លាពីអ្នកទស្សនាផ្ទាល់តែម្ដងនេះចាត់ទុកថាជាមោទនភាពសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសដែលលើសពីការប្រគំតន្ត្រីក៏មានការបញ្ចូលនៅការសម្ដែងសិល្បៈបុរាណខ្មែរមួយចំនួនដូចជារបាំអប្សរារបាំមณีមេខលាល្ខោនខោលនិងបុក្កតោរាយការណ៍ពីនាងខ្ញុំស្វានី TV5 Online News